ប៉ុណ្ណឹងបានហើយអូខេចឹងអាហ្នឹងគឺយើងបរួអូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចែករំលែកអំពីកម្មវិធី Microsoft Word ទាក់ទងនឹងបញ្ហាតូចមួយនៅពេលដែលយើងចាប់ផ្ដើមវាយអត្ថបទហើយអត្ថបទហ្នឹងគឺបានន័យថាយើងត្រូវសរសេរអស់តែមួយទំព័រទេប៉ុន្តែវាអាចឆ្លងចូលដល់2ទំព័រវាអាចថាលើកមួយបន្ទាត់ឬក៏ពីរបន្ទាត់អញ្ចឹងឧទាហរណ៍ខ្ញុំមានអត្ថបទមួយឲ្យមើលឥឡូវយើងចូលទៅមើលសិនឧទាហរណ៍អត្ថបទមួយនេះជាក់ស្ដែងអញ្ចឹងយើងឃើញថាវាលើសមកខាងក្រោមនេះធ្លាក់មកពីបន្ទាត់នៅខាងក្រោមវាឆ្លងដល់ក្តាស់មួយស្លឹកទៀតហើយអញ្ចឹងអត្ថបទហ្នឹងគឺយើងអត់ចង់ឲ្យវាអញ្ចឹងទេយើងចង់ឲ្យវានៅចូលគ្នាមកទំព័រហ្នឹងតែម្ដងអញ្ចឹងពេលច្រើនអ្នកនរគ្នាធ្វើឃើញថាមានអ្នកខ្លះគាត់ធ្វើរួច print មកឃើញមានដាច់អញ្ចឹងអញ្ចឹងឥឡូវយើងនឹងមើលពីដំណោះស្រាយទាំងអស់គ្នាដំបូងអ្នកនរគ្នា select លើអត្ថបទយើងទាំងអស់ហ្នឹងមករួចហើយអ្នកនរគ្នាចូលក្នុង home ហើយយើងចូលនៅក្នុង paragraph អញ្ចឹង paragraph បានន័យថាគម្លាតនៃកថាខណ្ឌរបស់យើងណាកថាខណ្ឌរបស់យើងជួនកាលវាមានគម្លាតឆ្ងាយអញ្ចឹងទៅវាអត់សមស្របយើងចូលក្នុង paragraph របស់យើងនេះមកហើយយើងចូលទៅមើលពាក្យថា line spacing នៅខាងក្រោមនេះ line spacing កន្លែងនេះគឺគម្លាតបន្ទាត់វាណាយើងចុចកន្លែង multiple មកយើងរើសយកពាក្យថា single បន្ទាប់មកយើងធ្វើការ create នៅត្រង់ don't add space ចុចមកហើយយើងចុច OK នេះអញ្ចឹងយើងឃើញអត្ថបទរបស់យើងគឺវាចាប់ដើមបរួមមកចូលគ្នាមកទំព័រវិញហើយឃើញទេអញ្ចឹងបើសិនជាយើងមើលទៅវារៀងគម្លាតនៅរៀងជិតគ្នាពេកអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមកសេរីនៅកន្លែងនេះចូលមកកន្លែង line space វានេះមកយើងអាចជ្រើសរើសយកតាមគម្លាតហ្នឹងមកមួយណាក៏បានតែឥឡូវយក 1.15 ប៉ុណ្ណឹងបានហើយអូខេអញ្ចឹងអាហ្នឹងគឺយើងបរួមអត្ថបទដែលវាឆ្លងទៅទំព័រមួយទៀតឆ្លងតែមកជួរពីរជួរអញ្ចឹងយើងបរួមវាចូលគ្នាមកទំព័រតែម្ដងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូបន្ទាប់អរគុណបាយបាយ